ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាថ្ងៃនេះមកឆាស្ដៅប្រុសញ៉ាំជាមួយខ្ញុំទាំងអស់គ្នាបងប្អូនទៅពិតស្ដៅប្រុសវាល្អម្យ៉ាងដែរបងប្អូនដូចរបៀបដូចថាសុខភាពចឹងវាឆ្ងាញ់អាចញ៉ាំលេងក៏បានដែរហើយញ៉ាំមួយបាយក៏បានដែរតែយើងត្រូវគ្នាទាំងអស់ចឹងណាតើបងប្អូនកុំឲ្យខាត់ទេមកមើលពីគ្រឿងផ្សំដែលយើងមានតៅហ៊ូម្ដុំហ្នឹងតែ1000ទេបងហើយខ្ញុំហាន់វាខ្ញុំបំពងហើយកុំឲ្យខាត់ពេកបងប្អូនចឹងណាហើយមានស្លឹកកញ្ឆាយខ្ញុំតែមកខាំបងប្អូនហើយស្ដៅប្រុសខ្ញុំតែគឺអស់2000បងប្អូនដោយសារស្ដៅប្រុសយើងឡើងថ្លៃចឹងណាហើយសម្រាប់សាច់គឺខ្ញុំប្រើគ្រឿងក្នុងបងគ្រឿងក្នុងហ្នឹងគឺយើងមានដូងថ្លើមហើយកលៀនទៅបងប្អូនហាន់វាស្ដាំមកដាក់ដាំទឹកបន្តិចដាក់អំបិលចូលបន្តិចបងប្អូនសោះវាឲ្យមកសពតតិចបងប្អូនដើម្បីវាចេញជាតិស្អាតហើយមុននឹងយើងដាក់ឆាហើយខ្ញុំក៏ថែមជាមួយនឹងសាច់ជ្រូកបងប្អូនជួយ3ជាន់ហាត់ចូលហាន់ចូលបន្ថែមបន្តិចទៀតចឹងណាហើយសម្រាប់កលៀនបងប្អូនកុំភ្លេចទៅពេលដែលបងប្អូនធ្វើគឺបងប្អូនយកអក្សរសខាងក្នុងចេញអស់ព្រោះអានោះវាឆ្អែតហើយយើងដាក់សងទឹកទៅគឺឆ្ងាញ់បងប្អូនទឹកកលៀនបងអ្នកអត់ចេះធ្វើវាធំក្លិនឆ្អែតអត់ឆ្ងាញ់ទេតែបើយើងយកអាជាតិឆ្អែតហ្នឹងចេញអស់យើងសងទឹកបន្តិចឆ្ងាញ់ណាស់បងប្អូនក៏លើយើងមកមើលពីរបៀបធ្វើហ្មងយើងដាក់ខ្លាញ់ចូលយើងដាក់ខ្ទឹមមកបងប្អូនខ្ទឹមតែច្រើនតិចបងប្អូនវាឈ្ងុយយើងពងវាឡើងពងក្លាតអញ្ចឹងណាបន្ទាប់មកចាំយើងដាក់សាច់ចូលខ្ញុំដាក់សាច់ចូលមកបងប្អូនដោយសារគ្រឿងក្នុងខ្ញុំសោះវារៀងមកសពបអីអញ្ចឹងឡើយខ្ញុំឆាសាច់ឲ្យវាចូលគ្នាជាមួយខ្ទឹមខ្លាញ់ឲ្យវារៀងចេញក្លិនឈ្ងុយខ្ទឹមជាមួយនឹងសាច់ជ្រូកចេញចិត្តឆ្អាបទៅអញ្ចឹងទៅបន្ទាប់មកបានខ្ញុំចាប់ផ្ដើមដាក់គ្រឿងក្នុងដែរខ្ញុំដាក់មួយខ្ញុំសោះមួយនឹងចូលជាមួយគ្នាហ្មងបងចឹងទៅវាធ្វើឲ្យគ្រឿងក្នុងយើងវាអត់បាត់រសជាតិហើយវាអត់ក៏ស្ងួតពេកក៏វានៅតែរក្សារសជាតិទុំឆ្ងាញ់ក្បែរអញ្ចឹងណាចឹងបងប្អូនមកមុខនេះគឺវារៀងងាយស្រួលក្នុងការធ្វើដែរប៉ុន្តែគាត់ថារឿងវាគ្រឿងវាជិបចប់តិចបងតែបងប្អូនចង់ដាក់ឈាមបន្ថែមក៏បានដែរតែដោយសារនេះខ្ញុំដាក់ឈាមកាហ្វេសាមុនគឺអត់សូវមានអ្នកញ៉ាំហ្មងអ្នកទាំងគាត់ចូលចិត្តគាត់ញ៉ាំតែរបៀបគ្រឿងក្នុងសាច់អញ្ចឹងណាយើងមកដាក់វាចេញមកចុងសាច់ព្រាបដែរបងប្អូននេះមិនសូវសុខខ្នោដាក់ហើយជាមកសាច់ព្រាបកាហ្វេមកចាហើយបន្ទាប់មកទៀតយើងបន្ថែមស្ករបន្ថែមប្រេងខ្យងទឹកស្អ៊ីវតាមចំណង់ចិត្តមកបងប្អូនហើយទឹកត្រីក៏កុំភ្លេចដាក់ថែមផងដែរប៉ុន្តែបងប្អូនគ្រឿងផ្សំហ្នឹងដាក់តាមតិចសិនបានហើយកុំឲ្យវារសជាតិដិតវានឹងប្រៃពេកអញ្ចឹងណាព្រោះថាបើយើងឆាបែបយើងញ៉ាំលេងយើងឆាឡំមកបានតែបើញ៉ាំជាមួយបាយយើងដាក់រសជាតិល្មមតាមចំណង់ចិត្តរបស់បងមកហើយយើងធ្វើការកូរយើងឆាវាគ្រប់គ្រឿងគ្នាអញ្ចឹងមកតំណងបងប្អូនមកមុខនេះគឺអ្នកទេសខ្ញុំក៏ចូលចិត្តមែនតើអង្គក៏ធ្វើញ៉ាំបាយម្នាក់ពីរចានអីហើយឥឡូវខ្ញុំមកថែមស្ករបន្តិចបងប្អូនព្រោះអត់ឲ្យដាក់ស្ករមកនេះខ្លាចពេលដែលយើងឆាវាទៅវាឡើងខ្លោចអញ្ចឹងយើងស្ករចាំដាក់ក្រោយគេនៅពេលដែលសាច់ឆ្អិនអញ្ចឹងទៅឥឡូវខ្ញុំមកដាក់ជាមួយនឹងតៅហ៊ូបំពងមុនហ្នឹងគឺខ្ញុំបំពងហើយវាក្រហមបន្តិចណាហើយដាក់វាចូលទៅណាពេលសាច់ឆ្អិនហ្នឹងណាដើម្បីឲ្យវាចូលជាតិជាមួយទឹកមួយគ្រឿងហ្នឹងតែប៉ុណ្្នឹងបងប្អូនភ្លក់យករសជាតិដែលបងប្អូនចង់បានទៅបើសិនជាគាត់ថារសជាតិហ្នឹងល្មមហើយបងប្អូនអាចដាក់ស្ដេចប្រុសចូលស្ដេចប្រុសហ្នឹងបើចង់ដាក់ឲ្យវារៀងរលួយពេកបងប្អូនតាកូរ4-5ត្រឡប់មកព្រោះហ្នឹងយើងញ៉ាំឆៅក៏បានដែរយើងដាក់មកល្មមមកនៅរសជាតិជ្រឹបបន្តិចមកបានឆ្ងាញ់មុខនេះគឺថាបើសិនជាបងប្អូនចូលចិត្តទៅបងប្អូនធ្វើទៅគឺចំណេញបងប្អូនព្រោះបន្លែអីតែតែ2000នេះញ៉ាំអត់ទេបងប្អូនបើសិនបងប្អូនសម្រាប់ចិត្តតិចចង់ធ្វើតិចតួចទិញ1000ហ្នឹងក៏ឡើងមកកណោដែរពីមុនខ្ញុំទិញតែ1000ទេតែដល់ពេលឥឡូវទៅឲ្យជាស្រេចវាឡើងថ្លៃវាបានបន្តិចខ្ញុំក៏ទិញថែម1000ទៀតដោយសារយើងចូលទៅប្រោះដែរអញ្ចឹងណាឥឡូវឆ្អិនជាការស្រេចទេបងប្អូនយើងអាចយកដាក់ចានទៅញ៉ាំបានបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតមកដល់ចប់ណាបងប្អូនកុំភ្លេចជួយចុច like subscribe និង share វីដេអូរបស់បងប្អូនមួយផងដើម្បីទទួលបានវីដេអូបន្តទៀតបងប្អូនហើយជាការលើកទឹកចិត្តដល់បងប្អូនក្នុងការផលិតវីដេអូថ្មីសម្រាប់បងប្អូនអញ្ចឹងណាសូមបងប្អូនទាំងអស់គ្នាជូនបងប្អូនទាំងអស់គ្នាទទួលទានបានគ្រប់ក្រុមគ្រួសារជួបគ្នានៅវីដេអូបន្តបង